ធនាគារកណ្ដាលធំៗកំពុងពិចារណាជំរើសរបស់ខ្លួនខណៈសង្គ្រាមអាចនាំឲ្យមានការឡើងអត្រាការប្រាក់ស្ទើរតែធនាគារកណ្ដាលទាំងអស់នៅប្រទេសអភិវឌ្ឍន៍បានរក្សាអត្រាការប្រាក់ឲ្យនៅដដែលក្នុងសប្តាហ៍នេះប៉ុន្តែបានបញ្ជាក់ថាពួកគេចូលរួមត្រៀមខ្លួនសកម្មប្រសិនបើការកើនឡើងតម្លៃថាមពលពីសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បង្កឲ្យអតិផរណាកើនឡើងខ្លាំងចាប់តាំងពីសង្គ្រាមចាប់ផ្ដើមអ្នកជួញដូរបានកាត់បន្ថយការរំពឹងទុកថានឹងមានការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះសម្រាប់ធនាគារកណ្ដាលអាមេរិកផ្ទុយមកវិញការរំពឹងថាអត្រាការប្រាក់អាចត្រូវបានបង្កើននៅតំបន់ផ្សេងៗដូចជាអឺរ៉ុបនិងអង់គ្លេសគឺកំពុងកើតមានធនាគារកណ្ដាលអូស្ត្រាលីបានបន្តបង្កើនអត្រាការប្រាក់រួចហើយក្នុងសប្តាហ៍នេះខាងក្រោមគឺជាស្ថានភាពរបស់ធនាគារកណ្ដាលធំៗទាំង10ប្រទេសទី1ប្រទេសអូស្ត្រាលីធនាគារកណ្ដាលអូស្ត្រាលីបានបង្កើនអត្រាការប្រាក់ដល់ទៅ 4.1% សម្រាប់ខែទី2ជាប់គ្នាដោយប្រមានថាសង្គ្រាមអាចបង្កហានិភ័យធ្ងន់លើអតិផរណាទីផ្សាររំពឹងថានឹងមានការឡើងអត្រាការប្រាក់បន្ថែមពី2ទៅ3ដងទៀតនៅឆ្នាំនេះទី2ប្រទេសន័រវេធនាគារកណ្ដាលន័រវេមានទស្សនៈប្រុងប្រយ័ត្នខ្លាំងទីផ្សាររំពឹងថាដំណើរការបន្ទាប់អាចជាការឡើងអត្រាការប្រាក់ទី3ប្រទេសអង់គ្លេសធនាគារកណ្ដាលអង់គ្លេសរក្សាអត្រា 3.75% ប៉ុន្តែមានសញ្ញាខ្លាំងថាអាចឡើងបន្ថែមទៀតទីផ្សាររំពឹងថាអាចឡើងយ៉ាងហោចណាស់ពី2ទៅ3ដងក្នុងឆ្នាំនេះទី4សហរដ្ឋអាមេរិកធនាគារកណ្ដាលអាមេរិករក្សាអត្រាក្នុងចន្លោះពី 3.50% ទៅ 3.75% ប៉ុន្តែទំនោររឹតបន្តឹងបានធ្វើឲ្យទីផ្សារពន្យាពេលរំពឹងការកាត់បន្ថយអត្រារហូតដល់ឆ្នាំ2027 Fed ព្រមានថាការកើនឡើងតម្លៃថាមពលពីសង្គ្រាមអាចមិនមែនជាបាតុភូតបណ្ដោះអាសន្នទេទី5ប្រទេសនូវែលសេឡង់បានកាត់បន្ថយអត្រាការប្រាក់មុននេះប៉ុន្តែទីផ្សាររំពឹងថាអាចបំលែងទៅជាការឡើងវិញនៅឆ្នាំនេះផងដែរទី6ប្រទេសកាណាដាបានរក្សាអត្រា 2.25% ប៉ុន្តែបានប្រមានផងដែរប្រសិនបើតម្លៃថាមពលបន្តឡើងនិងបង្កអតិផរណាអាចនឹងត្រូវឡើងអត្រាការប្រាក់ទី7តំបន់អឺរ៉ូធនាគារកណ្ដាលអឺរ៉ុបរក្សាអត្រាដដែលប៉ុន្តែរំពឹងថានឹងមានការឡើងអត្រាការប្រាក់លើសពី2ដងក្នុងឆ្នាំនេះដើម្បីបង្ការអតិផរណាទី8ប្រទេសស៊ុយអែតបានរក្សាអត្រា 1.75% និងបង្ហាញថាអនាគតមានភាពមិនប្រាកដប្រជាទីផ្សាររំពឹងថាអាចមានការកាត់បន្ថយត្រឹមម្ដងប៉ុណ្ណោះក្នុងឆ្នាំនេះទី9ប្រទេសជប៉ុនបានរក្សា 0.75% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល30ឆ្នាំប៉ុន្តែមានសញ្ញាថាអាចឡើងបន្ថែមព្រោះហានិភ័យអតិផរណាកំពុងកើនឡើងទី10ប្រទេសស្វីសរក្សាអត្រា 0% ទាបបំផុតក្នុងចំណោមប្រទេសធំៗហើយត្រៀមអន្តរាគមន៍ដើម្បីទប់ស្កាត់ការកើនឡើងរបស់រូបិយប័ណ្ណស្វីសដែលកំពុងឡើងខ្លាំងផងដែរសរុបជារួមមកសង្គ្រាមបានបង្កើនតម្លៃថាមពលដែលធ្វើឲ្យអតិផរណាឡើងដូច្នេះទោះបីជាមុននេះទីផ្សាររំពឹងថានឹងមានការកាត់អត្រាការប្រាក់ក៏ដោយក៏ឥឡូវនេះកំពុងបំលែងទៅជាការរំពឹងថាអត្រាការប្រាក់អាចនឹងឡើងវិញដើម្បីទប់ស្កាត់អតិផរណា